បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានការបង្ហាញបាទខ្លីទេបងប្អូនបាទអំពីការ screenshot នៅលើទូរស័ព្ទបាទ iPhone បាទអធិស្ឋានមិនមែន screenshot ទេបងប្អូនបាទគឺ record screen បាទអញ្ចឹងយើងសម្រាប់ទូរស័ព្ទ Android ការ record screen របស់ទូរស័ព្ទគឺវាមានផ្សេងៗគ្នាបងប្អូនបាទពេលខ្លះយើងត្រូវការ download app ចេញពី Play Store ដើម្បីមកធ្វើការ record នៅលើ screen ទូរស័ព្ទប៉ុន្តែសម្រាប់ទូរស័ព្ទ iPhone បាទគឺវាមានមុខងារនេះនៅក្នុងទូរស័ព្ទតែម្ដងជាពិសេសទូរស័ព្ទដែលមាន version បាទខ្ពស់ជាងទីកុំឲ្យខាតពេលយូរបាទយើងចូលមកអនុវត្តទាំងអស់គ្នាបាទទី1បងប្អូនត្រូវបាទអូសពីខាងលើនេះមកបងប្អូនបាទឃើញគេហៅថានឹងគេហៅថា control center បាទបងប្អូនបាទឬក៏យើងចុចលើ easy touch នេះមកបាទយើងចុច control center ហើយបងប្អូននឹងឃើញបាទសញ្ញាបូកនៅទីនេះបងប្អូនបាទសញ្ញាបូកនេះអញ្ចឹងយើងចុចសញ្ញាបូកនឹងមួយមកបាទវាមាន load មកបាទមានសញ្ញាដកផងអីផងអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងបាទយើងអូសមកកន្លែងហ្នឹងហើយបងប្អូននឹងឃើញបាទមានពាក្យនៅខាងក្រោមនេះបងប្អូនបាទពាក្យថា add control បាទអញ្ចឹងយើងadd control ហើយបាទវា load ចូលមកកាន់ទីនេះគឺបាទវាមានមុខងារផ្សេងដើម្បីឲ្យយើងដំឡើងទៅកាន់កន្លែងcontrol center មិញបងប្អូនបាទអញ្ចឹងបងប្អូនចង់ add យកមួយណាបាទទៅតាមតម្រូវការបងប្អូនបាទបងប្អូនអាច add កាមេរ៉ាអាច add បាទ scan code នេះក៏បានបាទឥឡូវខ្ញុំចង់បង្ហាញនេះគឺបាទការ record screen នេះអញ្ចឹងបងប្អូនបាទគឺនៅទីនេះអញ្ចឹងយើងចុចវាយកមកបងប្អូនបាទយើងចុច add មកបាទអញ្ចឹងវាមានដល់ទៅ2ដោយសារខ្ញុំធ្លាប់ add វាម្ដងហើយអញ្ចឹងខ្ញុំអញ្ចឹងពេលដែលបងប្អូន add គឺវា load មកទីតាំងនេះបងប្អូនបាទអញ្ចឹងតែប៉ុណ្្នឹងបាទយើងចុចមកក្រោយវិញមកហើយបងប្អូនបាទអាចចុច record screen បាទនៅលើទូរស័ព្ទ iPhone បានបងប្អូនគ្រាន់តែចុចអញ្ចឹងទៅបាទវារាប់ឲ្យ1 2 3អញ្ចឹងទៅវាចាប់ផ្ដើម record ហើយបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងសម្រាប់ចែករំលែកទៅកាន់បងប្អូនបាទសូមបងប្អូនជួយចុច Subscribe Channel ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននៅវីដេអូបាទផ្សេងៗទៀតបាទសូមអរគុណសូមគោរពលាបាទជួបគ្នានៅវីដេអូក្រោយ